បាទសួស្តីបងប្អូនថតបដោយថ្ងៃរៀងចាំងភ្នែកតិចបាទបងប្អូននេះជាទីតាំងដែលយើងចិញ្ចឹមបង្កងពូជអូស្ត្រាលីបាទបងប្អូនចង់ចិញ្ចឹមពូជបង្កងអូស្ត្រាលីបងប្អូនអាចមកលេងដល់ទីតាំងក៏បានបាទឬក៏ប្រឹក្សាបច្ចេកទេសចិញ្ចឹមតាមរយៈ Telegram ក៏បានឬក៏ chat ក៏បានដែរបងប្អូនណាបាទឬក៏តាមលេខទូរស័ព្ទក៏បានដែរបងប្អូនបាទហើយបងប្អូនចង់ចិញ្ចឹមខ្នាតតូចខ្នាតធំអីបងប្អូនអាចតំណតំណងមកយើងប្រឹក្សាជូនហើយក៏អាចចុះរៀបដល់ទីតាំងជូនបងប្អូនដែរបាទតាមបងប្អូនរៀបតិចរៀបច្រើនអញ្ចឹងណាបងប្អូនហ្នឹងហើយហើយនេះស្រះដែលយើងទៅនឹងបូមចាប់ហើយឥឡូវយើងហាលដីចោលសិនដើម្បីឲ្យវាងាប់មេរោគបាទហើយស្រះនេះគឺយើងតម្លាក់កូនហើយរួចរាល់ហើយសម្រាប់រដូវនេះគឺយើងរៀងខ្វះខាតទឹកបន្តិចប៉ុន្តែទោះបីជាយ៉ាងណាតំបន់ខ្ញុំនេះគឺខ្ញុំបុកដូងចេញអញ្ចឹងដូងទឹកយ៉ាងនេះអាចផ្គត់ផ្គង់ជាមួយនឹងទឹកស្រះយើងនេះបានបាទហើយបងប្អូនយើងខ្លះគាត់តែឆ្ងល់សួរថាទឹកដូងអាចចាំបានអត់បើតាមពិតទៅទឹកដូងយើងចាំបានដូចគ្នាទេបងប្អូនប៉ុន្តែគ្រាន់តែថាយើងត្រូវដឹងពីការរៀបចំទឹកណាបាទយើងមិនមែនបូមភ្លាមដាក់ភ្លាមទេហើយយើងក៏ត្រូវដឹងអំពីបច្ចេកទេសក្នុងការរៀបចំទឹកឲ្យបានល្អដែរហើយនឹងចម្រោកបាទអញ្ចឹងវាដុះបានតិចមែនតើហ្នឹងហើយពងនេះមិនមែនពងខ្យងអីទេបងប្អូនណាមិនមែនពងខ្យងកាត់ស្រូវទេអានេះពងខ្យងបឺរបស់យើងណាបាទអញ្ចឹងទីតាំងយើងមានទាំងបកងអូស្ត្រាលីយើងមានទាំងខ្យងបឺអញ្ចឹងបងប្អូនត្រូវការខ្យងបឺក៏អាចតំណត្រង់មកបានដែរបាទហើយអានេះមេពងនោះវាពងឡើងទុំស្រូវអីចឹងទៅបាទហើយសម្រាប់បងប្អូនយើងត្រូវការពូជអីគឺយើងចាប់យកឲ្យភ្ញៀវបានហ្នឹងហើយដោយសារខ្យងបឺយើងដាក់នឹងស្រះមួយបកងគឺវាធំលឿនបាទឥឡូវយើងបង្វែរមកមើលស្រូវដែលយើងព្រុសតែត្រៀមយកស្ទូងនោះវិញនោះបងប្អូនបាទវគ្គក្រោយនេះគឺយើងដាក់ស្រូវឲ្យបានច្រើនបាទយើងដាំស្រូវឲ្យបានច្រើននេះយើងព្រុសហើយវីដេអូបានខ្ពស់បន្តិចយើងនឹងធ្វើការស្ទូងវាបាទយើងនឹងបូមទឹកដាក់ហើយយើងស្ទូងវាជាជួរឲ្យមើលទៅមានសោភ័ណភាពហើយក៏បកងយើងនឹងវាស្រួលមានចម្រោកដែរបាទអញ្ចឹងពេលដែលយើងធ្វើរួចរាល់ស្អាតហើយបូមទឹកដាក់ហើយយើងនឹងថតជូនពុកម៉ែបងប្អូនដើម្បីទស្សនា